មន្ទិលទូរថភ្លើងដែលក្រឡាប់ធ្លាយប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភាគពាយព្យកម្ពុជាជំវិញករណីស្រុកផ្លូវរថភ្លើងបណ្ដោយទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដៃទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពមកពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ 6535 បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនស៊ូគីមិចប្រភពនាំចូលពីប្រទេសសង្ខបុរីតាមកំពង់ផែយ៉ាត់ក្រុងព្រះសីហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រេងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភាគពាយព្យប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននឹងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ